តោះបងប្អូនគ្នាមកដឹងអំពីភាពខុសគ្នារវាងត្រីសាម៉ុននិងត្រីត្រោកដែលបងប្អូនយើងមួយចំនួនបាទដែលជា fan ប្រកាប់មុខទៅលើហាងចរណៃណាគាំទ្រហាងនឹងមែនតែនហើយចុងក្រោយនេះត្រូវបានគេបោកតើភាពខុសគ្នារវាងត្រីសាម៉ុនហើយនិងត្រីត្រោកនោះវាខុសគ្នាមិនតោះមកដឹងតើគ្នាបាទបងប្អូនសូមបញ្ជាក់បន្តិចថាត្រីត្រោកវាមានពណ៌យ៉ាងក្រហមដិតហើយចំពោះត្រីសាម៉ុនហ្នឹងគឺមើលទៅពណ៌យ៉ាងស្រាលទេចំពោះត្រីសាម៉ុនគឺវាមានពណ៌ទឹកក្រូចរាងស្រាលនិងមានបាទឆ្នោតខ្លាញ់បាទពណ៌សធំបាទម្នាក់ឆ្នោតវាហ្នឹងគឺធំហើយច្បាស់អត់ញឹកទេណាបាទហើយចំណុចទី2គឺមានជាតិខ្លាញ់ច្រើនជាងបាទមកន័យថាបើយើងធ្លាប់ហូបពីមុនបាទត្រីពិតយើងដឹងហើយថាវាមានមិនហើយសាច់របស់វាហ្នឹងគឺទន់រលោងហើយចំណុចមួយទៀតពេលដែលញ៉ាំទៅហ្នឹងមានជាតិខ្ទិះបាទហើយមួយទៅឈ្ងុយជាប់មាត់អញ្ចឹងទៅអញ្ចឹងបាទបងប្អូនយើងចិត្តញ៉ាំមកប្រភេទត្រីហ្នឹងហើយចំពោះសាច់ត្រីត្រោកហ្នឹងគឺវាមានពណ៌ទឹកក្រូចបាទក្រហមហ្នឹងគឺក្រហមចាស់តែម្ដងក្រហមលក្ខណៈថាយើងមើលឃើញថាអូត្រីហ្នឹងក្រហមខ្លាំងអីចឹងទៅបាទហើយវាមានឆ្នោតវាបាទឆ្នោតខ្លាញ់វាហ្នឹងគឺជាសរសៃតូចហើយញឹកខ្លាំងមែនតើហើយចំណុចមួយទៀតគឺវាមានជាតិខ្លាញ់ច្រើនបាទច្រើនមែនតើគឺនៅតំបន់ពោះហើយមួយទៀតដល់ពេលដែលយើងញ៉ាំទៅហ្នឹងវារាងច្រប់បាទអញ្ចឹងបងប្អូនដែលធ្លាប់ហូបត្រីសាម៉ុនហើយច្រប់ហ្នឹងអាហ្នឹងមិនមែនត្រីសាម៉ុនទេណាបាទអាត្រីត្រោកហ្នឹងឯង